យើងមានទឹកក្តៅអ៊ុនៗ 200 ml ស្ករស 1 ស្លាបព្រាបាយមេនំប៉័ង 5 ក្រាមកូរចូលគ្នាឲ្យសព្វម្សៅមី 3 ខាំទឹកយើងលាយមិញដាក់ចូលជាមួយអំបិលបន្តិចដាក់ប្រេងឆា 1 ស្លាបព្រាបាយបន្ទាប់មកយើងយកម្សៅនេះទៅផ្អាប់1 ម៉ោងម្សៅយើងផ្អាប់បាន1 ម៉ោងហើយ